សុខចិត្តដើរតួសម្របសម្រួលចាស់ព្រោះបានស្ដាប់ធេរដីការបស់ព្រះមន្ត្រីស្រង់ទាំង8ក្រុងស្រុកដែលមានបទអន្តរាគមជាពិសេសស្រុកដែលមានព្រំប្រទល់ជាប់គ្នាស្ដាប់មើលទៅដូចសង្គ្រាមរុស្ស៊ីអ៊ុយក្រែនអញ្ចឹងណាហើយឆ្លោះគ្នាមិនមែនឆ្លោះទេតស៊ូមតិចុះឡើងតែបញ្ហាបិណ្ឌបាតដោយព្រះសីលាភិរតព្រះអង្គមានប្រតិរដីកានឹងដែលបញ្ហានេះវាកើតឡើងដដែលមិនចេះចប់មិនចេះហើយខ្ញុំកណាលឺតាំងពីអនុសង្ឃវជ្ជរៈលើកទីឆ្នាំមុននោះគេថានេះឆ្នាំលើកទី32លើកទី30ក៏លឺ31ក៏លឺ29ក៏លឺអំពីបញ្ហាបិណ្ឌបាតស្រុករលាផ្អៀចូលទៅកាន់ក្រុងឬក៏មកពីស្រុកដតីទៅកាន់ស្រុកដតីគឺថាលឺពេញទៅអនុសង្ឃវជ្ជរៈប្រកាសសັບផ្សាយលើកណាក៏លឺតែអញ្ចឹងដែរបញ្ហានេះធំបំផុតគឺអត់សហការគ្នាអត់សហការនេះមិនមែនអត់សហការរឿងអីទេដូចថ្ងៃហ្នឹងជាក់ស្ដែងអញ្ចឹងជាង200វត្តក្នុងខេត្តកំពង់ឆ្នាំងមកមិនដឹងបានប្រមាណវត្តថាខ្សែតតឹងមិនសហការហើយខ្សែបដោយមិនសហការទេខ្សែតតឹងមិនសហការគឺថារវាងព្រះមន្ត្រីសង្ឃយើងអត់ទៅសហការជាមួយគ្នាជាពិសេសព្រះគ្រូចៅតកាតាមដាវត្តអត់សហការជាមួយនឹងព្រះមន្ត្រីសង្ឃស្រុកនិងខេត្តមិនបាច់និយាយអីដល់តែព្រះគ្រូចៅតកាតាមវត្តទៅសហការជាមួយនឹងអាជ្ញាធរទេដូចជាថ្ងៃហ្នឹងអញ្ចឹងផ្សព្វផ្សាយអនុសង្ឃវជ្ជរៈលើកទី32គឺថាអត់បានគ្រប់ចំនួនទេដល់អញ្ចឹងអ្វីដែលគេនិយាយដដែលហ្នឹងប៉ុន្តែអ្នកអត់មកឥឡូវដូចជាវត្តដែលលើកឧទាហរណ៍ដឹងបានមកដឹងអត់លើកដែលព្រះលេខាអនុគុណឬក៏ព្រះមន្ត្រីសង្ឃដែលលោកលើកដាក់ចំឈ្មោះវត្តដឹងថាវត្តហ្នឹងមកអត់ដល់អញ្ចឹងចង់ផ្សព្វផ្សាយអនុសង្ឃវជ្ជរៈនឹង5ដងទៀតនៅតែអញ្ចឹងអត់សហការគ្នាទេអត់សហការគ្នាទេអាហ្នឹងបញ្ហាទី1ហើយរឿងធម្មតាទេតែកាលណាស្រុកជាប់គ្នាព្រមទល់ជាប់គ្នាគឺថាមានរឿងមិនចេះចប់មិនចេះហើយទេព្រោះតែបញ្ហាអត់សហការនេះអានេះខ្ញុំកណាជាខ្លីទេក្នុងបញ្ហារឿងបិណ្ឌបាតសូមសំណូមពរឲ្យព្រះមន្ត្រីសង្ឃស្រុកគ្រប់បណ្ដាលស្រុកក្រុងទាំងអស់ធ្វើម៉េចទៅគៀងគរប្រសង់ក្រមអាវាតគ្រប់វត្តទាំងអស់ឲ្យចូលរួមសហការពេលវេលាមានកម្មវិធីផ្សព្វផ្សាយអនុសង្ឃវជ្ជរៈឬក៏ប្រជុំមន្ត្រីសង្ឃស្រុកខេត្តអីក៏សូមឲ្យកុំអវត្តមានអីព្រោះបើនៅតែបន្តអញ្ចឹងទេគឺថាមិនចេះចប់មិនចេះហើយទេរឿងព្រោះប្រកាសប្រមាណក៏នៅតែដែរប្រកាសប្រមាណនៅតែដែរហើយបញ្ហាទៀតបញ្ហាដែលប្រឈមសពថ្ងៃពាក់ព័ន្ធជាមួយពុទ្ធសាសនាកំពុងតែធ្លាក់ចុះតម្លៃអានេះយើងឃើញដោយសារតែប្រព័ន្ធផ្សព្វផ្សាយចេះតែមានច្រើនហូរហែហើយការបួសនេះគឺមិនបានត្រឹមត្រូវទៅតាមអ្វីដែលជាក្បួនខ្នាតរបស់សាសនាយើងជាក់ស្ដែងដូចរឿងរៃអង្គាសនេះតាមពិតវាមិនមែនជាក្បួនច្បាប់ពុទ្ធសាសនាទេវាជាទម្លាប់អង្កលស្រុកយើងវារួចពីសង្គ្រាមមកវាក្រអញ្ចឹងទៅ